อันนี้คือពួកយើងមកដល់កំពតម្សៅនំខេករបស់យើងនៅកពតក៏មានលក់ដែរណាបងប្អូនអាចមករកបាននៅ Daily Meat មកខ្ញុំនាំទៅមើលតចូលមើលសិនបងប្អូនជំរាបសួរបងចឹងបងប្អូនអ្នកកពតអាចមករកម្សៅនំ pancake Mo and Mike បាននៅ Daily Meat នេះចូលមកសួរគាត់ទៅបើសិនជាអត់ដឹងរកនៅកន្លែងណាបើប៉ាថ្ងៃដែលខ្ញុំមកនេះវិញគាត់សល់តែមុខមកកញ្ចប់ទេប៉ុន្តែគាត់ទៅមកហៅ stock ថ្មីអញ្ចឹងប្រហែលជាស្អែកខាងស្អែកអីវ៉ាន់គាត់មកដល់ហើយបងប្អូនអាចមករកម្សៅនំ pancake បាននៅកំពតកំពតក៏មានម្សៅនំ pancake របស់យើងដែរណាអាចមករកបានទិញផ្ទាល់មកទៅតម្លៃដូចគ្នាមកកញ្ចប់ 15,000 ហើយមាន4រសជាតិណាអញ្ចឹងបងប្អូនអ្នកកពតស្រាប់ឬក៏មកលេងកពតព្រឹកឡើងយើងចង់អាហារពេលព្រឹកបែបអឺរ៉ុបម្សៅនំ pancake អីគឺអាចមករកបានព្រោះមាន stock គ្រប់រសជាតិនៅ Daily Meat កន្លែងគាត់មិនមែនមានតែ pancake ទេគាត់មានច្រើនមុខមែនតើបងប្អូនត្រូវការអីគឺអាចមករកបានហើយក៏ទិញម្សៅនំ pancake យកទៅហ្មងទៅងាយស្រួលខ្លាំងនេះកូនស្រីកំពុងតែធ្វើនំប៉័ងឲ្យញ៉ាំចាប់ពីមានឡដុតមកល្មុនដុតបានភីហ្សាម្ដងឥឡូវគេដុតនំប៉័ង Tiramisu ម្ដងទៀតចាំណាណាឡនេះណាឡដុតនេះណាហ្នឹងឯងថតល Tiramisu Tiramisu ម្ដងភីហ្សាម្ដងឥឡូវនំប៉័ងជីវិតបានញ៉ាំហើយថ្ងៃណាអត់ញ៉ាំបាយទេថ្ងៃណាអាហារពេលល្ងាចគឺនំប៉័ងចិត្តកាត់ហើយដល់វារយហើយនេះរយគេមែនអូនអានេះគឺគ្រាប់អីគ្រាប់ឈូករត់ចឹងដល់វារយគ្រាប់ឈូករត់ហើយប្រហែលនាទីបានដុតឆ្អិនមែន15នាទីហើយដាក់ដុតកន្លះម៉ោង10យេចាណាយយេពេលនំប៉័ងញ៉ាំហើយដាក់វាលើណាឆ្អិនណាអូ look good សូមជ្រុំមួយផ្លេ look very professional Momo ជ្រុំនៅក្នុងហ្នឹងឯងMomo and my look very ចាណាយវ៉ាវ look good ម្ហូបធ្វើញ៉ាំខ្លួនឯងធំតែក្លិនម្ហូបនឹងឆ្អែតហើយតើគេធ្វើឲ្យចេះមិនឆ្ងាញ់បងប្អូនទាំងគ្នាចង់ដឹងអត់ថាឆាសណ្តែកគួរតូបខុនណាមានលក្ខណៈពិសេសមិនខ្លះបើរបៀបធ្វើវាអាចនិយាយបានថាខុសពីរបៀបធ្វើទូទៅដែរវាខុសតែបន្តិចទេបងប្អូនបដូររបៀបធ្វើតាមបន្តិចហ្នឹងឆាសណ្តែកគួរនឹងឆ្ងាញ់ញ៉ាំអត់តលន់ហ្មងយើងយកសាច់3ជាន់មកម្លីងឲ្យវាចេញខ្លាញ់មកខ្លះធ្វើអញ្ចឹងទៅឆាអត់តលន់ទេចូលជាតិឲ្យពណ៌សាច់របស់យើងស្អាតទៀតរបៀបដូចខ្លាញ់ជ្រូកយកទៅចំហៀវឆាបន្លែឆ្ងាញ់ណាស់ម្លិញវាឡើងឆ្អិនពណ៌ស្អាតចឹងហើយស្រង់វាចេញមកអញ្ចឹងប្រេងដែលនៅសល់នេះយកមកម្លិញខ្ទឹមបន្តទៀតពងខ្ទឹមរៀងឈ្ងុយតិចហើយចាក់ទឹកប្រឡាក់សាច់ចូលចុងភៅនៅនេះស្រួលដល់បងប្អូនបាយហត់លីគ្រឿងអីច្រើនទេប្រើទឹកប្រឡាក់សាច់ហ្នឹងឆាចេញមកឆ្ងាញ់រសជាតិញ៉ាំបានទូទៅបាយហត់ថែមស្ករអំបិលប៊ីចេងហើយដាក់មកដល់អាជាតិដែរបងប្អូនទឹកប្រឡាក់សាច់ខុនបងប្អូនយកទៅប្រឡាក់សាច់ក៏បានឆាម្ហូបក៏បានដែរឆាមួយចានតូចប្រើតែ3លព្រាមកឆ្ងាញ់នៅពេលដែលយើងឆាវាចូលពណ៌ចូលជាតិល្អហើយយើងថែមម្សៅឆាបន្តិចដើម្បីទឹកឆារបស់យើងខាប់ស្រូបមួយបាយឆ្ងាញ់ដាក់សណ្តែកគួរចូលឆាសណ្តែកគួរនៅឲ្យរឿងទុំបន្តិចមកបានដែរបងប្អូនចាក់ដាក់ចានបងប្អូនឃើញអត់ពណ៌ស្អាតហើយរសជាតិអីគឺថាមកអែហ្មងក្លិនក៏ឈ្ងុយដែរព្រោះដោយសារតែយើងបានចំហៀវសាច់3ជាន់នឹងឲ្យវាឆ្អិនម្ដងហើយទៅពេលចឹងទៅក្លិនខ្លាញ់ហ្នឹងគឺឈ្ងុយមែនតែនបងប្អូននេះសាមញ្ញតែឆ្ងាញ់ញ៉ាំបានសឹងរាល់ថ្ងៃចុងក្រោយនេះរយត្រឡឹកខ្ទឹមមកហើយតំណងខ្លាំងណាស់មិនថាឆាមិនថាសឡទេតើយើងញ៉ាំក្តៅអញ្ចឹងឲ្យបានអែមមានទឹកប្រឡាក់សាច់ខុននៅក្នុងផ្ទះបាយបងប្អូនងាយស្រួលចម្អិនម្ហូបណាស់មិនហត់ថែមថយគ្រឿងក្រៅអីច្រើនទេដាក់មករសជាតិឆ្ងាញ់ជាពិសេសដាក់នៅតាមហាងយ៉ាងងាយស្រួលគ្រប់គ្រងរសជាតិ